Unko ភាសាជប៉ុនមានន័យថាអាចថ្ងៃនេះខ្ញុំនឹងនិយាយពីតួអានីមេមួយដែលចរិតមារគាត់នឹងគួរឲ្យខ្ពើមជាងអ៊ឹងកូនឹងទៀតប្រវត្តិខ្ញុំមើលអានីមេពី300រឿងមកគឺខ្ញុំមានតួច្រើនណាស់ដែលខ្ញុំស្អប់ប៉ុន្តែក្នុងហ្នឹងតួឈ្មោះអ៊ីតូម៉ាកូតូមកពីក្នុងរឿង School Day នេះ Take the Cake School Day គ្រាន់តែជាអានីមេមួយដែលនិយាយអំពីដំណើរស្វែងរកសង្សាររបស់ម៉ាកូតូយើងមើលឲ្យជាក់ស្ដែងទៅពីមួយអេពីសូតទៅមួយអេពីសូតទៀតហ្នឹងគឺតួមួយចេញចាប់ផ្ដើមចេញមារចាប់ផ្ដើមចេញភាព problematic របស់ខ្លួនឯងចេញមកមែនតើមិនមានតែម៉ាកូតូហ្នឹងឯងដែលចរិតកើតក្នុងរឿងហ្នឹងតួផ្សេងទៀតក៏ចរិតកើតដូចគ្នាដែរតែគ្រាន់តែថ្ងៃហ្នឹងយើងនិយាយតែពីម៉ាកូតូឯងរឿងយើងចាប់ផ្ដើមពីបវាសនកាលថ្មីដែលម៉ាកូតូហ្នឹងបានទៅជួបក្មេងស្រីម្នាក់ដែលរៀននៅសាលាជាមួយគ្នាហើយគេក្រាស់លើកូនស្រីហ្នឹងជួបកូនស្រីហ្នឹងម្ដងទៀតនៅក្នុងរថភ្លើងពេលជិះទៅផ្ទះវិញហ្នឹងម៉ាកូតូយើងហ្នឹងក៏ទៅលួចថតរូបកូនស្រីគេមិនថាធ្វើថតទេប្រាដឺយកទៅដាក់នៅលើ wallpaper ទូរស័ព្ទទៀតនៅក្នុងសាលាហ្នឹងគេមានអបិយជំនឿមួយថាកាលណាយើងយករូបថតក្រាស់យើងដាក់ជា wallpaper ទូរស័ព្ទយើងប្រហែលជា3សប្តាហ៍ក្រាស់យើងនឹងមកស្រឡាញ់យើងវិញក្នុងថ្នាក់ម៉ាកូតូមានពុកម៉ាក់ម្នាក់អង្គុយចិត្តឈ្មោះសេកៃសៃអុនជីដែលកូនហ្នឹងអង្គុយចិត្តម៉ាកូតូហ្នឹងងាកមកឃើញរូបរបស់ក្រាស់ម៉ាកូតូហ្នឹងនៅលើទូរស័ព្ទហ្នឹងតែឡាសេកៃហ្នឹងមកប្រាប់ម៉ាកូតូថាបានទៅធ្វើពួកម៉ាជាមួយនឹងក្រាស់ម៉ាកូតូហើយឥឡូវសួរបានឈ្មោះក្រាស់ហើយបបួលក្រាស់របស់ម៉ាកូតូហ្នឹងចេញស៊ីអីមួយគ្នាម៉ោងបាយថ្ងៃទៀតក្រាស់របស់ម៉ាកូតូហ្នឹងឈ្មោះថាខាត់ស៊ឺរ៉ាកូតូណូហាដែលមែនទែនទៅទោះបីជារៀងខ្ជូតក៏ដោយប៉ុន្តែអត់មានមិត្តភក្តិអីទេ lonely ណាស់ពេលបានបាយមួយគ្នាមកពេលហើយអញ្ចឹងម៉ាកូតូជាមួយនឹងកូតូណូហាហ្នឹងក៏ចាប់ផ្ដើមនិយាយគ្នាស្គាល់គ្នាប្រាដឺម៉ាកូតូយើងគាត់ជួបគេបានមួយថ្ងៃស្អែកឡើងគាត់ទៅសារភាពប្រាប់គេថាគាត់ស្រឡាញ់គេទៅប្រាប់គេថាគាត់នឹងធ្លាប់លួចមើលគេលើរថភ្លើងឃើញគេខ្ជូតចាប់អារម្មណ៍ចេះចុះវាអត់ creepy លីងវិញគាត់ប្រុសស្អាតដែរអញ្ចឹងតួស្រីគេថាគេធ្លាប់ចាប់អារម្មណ៍គាត់ពេលជិះរថភ្លើងមួយគ្នាដែរអញ្ចឹងពីរនាក់ហ្នឹងគាត់ត្រូវគ្នាហើយក៏យកគ្នាធ្វើសង្សារទៅនិយាយឡើងពេលចេញពីរៀនទៅផ្ទះវិញម៉ាកូតូហ្នឹងក៏ទៅអរគុណសេកៃដោយបានគុណបុណ្យសេកៃហ្នឹងធ្វើឲ្យម៉ាកូតូបានសង្សារស្អាតអញ្ចឹងហើយហ៊ានទៅនិយាយមួយក្រាស់អញ្ចឹងដើម្បីអរគុណសេកៃហ្នឹងគេប្រាប់សេកៃថាឥឡូវសេកៃចង់បានអីគេឲ្យសេកៃក៏ខីស្គេធំហ្នឹងខ្ញុំព្រីឌិចបានហើយថាមានរឿងអីកើតឡើងទៀតម៉ាកូតូក៏ប្រមូលកូតូណូហាទៅដើរលេងមួយគ្នាប្រូនាំសង្សារទៅដេតនាំគេចូលហាងសភៅគេពងហៅមើលសភៅខ្លួនឯងវិញឈោមើលអាដាល់ម៉ាហ្កាស៊ីនឡើងនៅមុខគេប្រូអត់ចេះខ្មាស់គេនាំសង្សារមកឲ្យខ្លួនឯងឈោមើលទស្សនាវដ្តីរូបស្រីៗបែបចេះចុះអញ្ចឹងងាយឡើងជូនគេទៅស្ថានីយ៍រថភ្លើងហ្នឹងលេងអោនទៅសុំគេថើបទៀតតែឡើងសេកៃមកស្ដីឲ្យម៉ាកូតូថាថៃបានមិនសើមិញទៅអោនថើបគេអញ្ចឹងខាងស្រីគេអៀនគេអត់ចង់ថើបទេសេកៃក៏ឲ្យសបត់មើលកូនពីរសន្លឹកឲ្យទៅម៉ាកូតូហ្នឹងហើយឲ្យយកទៅបបួលកូតូណូហាមើលកូនមួយគ្នាទៅហើយថាឲ្យបើថាចង់ថើបគេទេថើបនៅកន្លែងរោងកុនទៅក៏លោវាងឹតវាស្រួលថើបអីចឹងពេលទៅដល់រោងកុនមួយកូតូណូហាម៉ាកូតូហ្នឹងក៏រើសគ្រឿងស្នេហាហើយអង្គុយមើលពីរអ្នកហ្នឹងទៅយើងមើលតាមមុខម៉ាកូតូយើងដឹងហើយថាតើតួប្រុសហ្នឹងណាត់តួស្រីចេញមកក្នុងគោលម្ដងអីយ៉ាមើលតាមមុខហ្នឹងទៅដឹងហើយម៉ាកូតូអត់ចោលអាមយាតចង់ប៉ះចង់ថើបគេនឹងខ្លាំងពេកខាងស្រីគេផ្អើលក៏ទះម្ដាយទៅម្ដាយហ្នឹងទៅគេមែនតែនទៅស្រីទូទៅគួរតែទះឲ្យជន់ឲ្យបាន 3-4 ជើងទៀតស្អែកឡើងម៉ាកូតូចង់ទៅសុំទោសកូតូណូហាវិញថាជប់ធ្វើចឹងទៀតហើយសេកៃណោះអត់មានអីធ្វើទៅឲ្យដំបូងមានកូតូណូហាថាយ៉ាមនុស្សប្រុសឯងជាធម្មជាតិគេគឺគេតែងតែចង់ប៉ះខ្លួនមនុស្សស្រីចឹងហើយយីកូតូណូហាណែគេខំនិយាយឲ្យថាគេធ្លាប់ត្រូវសិស្សផ្សេងបូលូរឿងខ្លួនគេរឿងគេមានអបាយធំជាងក្មេងស្រីដតីអញ្ចឹងបានគេ insecure ហើយគេគិតថាមនុស្សប្រុសតែចង់កេងចំណេញអីមួយលើគេហើយបានគេអត់ចង់ទៅ move forward លឿនអញ្ចឹងជាមួយនឹងសង្សារគេដំបូងមានដចង្រៃចៃរុករបស់សេកៃនឹងធ្វើឲ្យកូតូណូហាលើកលែងឲ្យសង្សារនឹងហើយពីដល់ហ្នឹងក៏ត្រូវគ្នាវិញទៅពីក្រោយខ្នងកូតូណូហាវិញមកកូតូនឹងវាលោប្រាប់សេកៃដែរថាធ្វើជាសង្សាររបស់កូតូណូហាហត់តែយើងមើលមុខនឹងដឹងហើយថាដោយសារតែវាអត់បានខ្លួនគេបានវាលោថាហត់មកកូតូពីអ្នកសេកៃនឹងនាំគ្នាធ្វើការ practice របៀបដែលថើបមនុស្សស្រីរបៀបដែលចិត្តមនុស្សស្រីដោយសារតែមកកូតូនឹងវាថាវាអត់បានចិត្តមនុស្សស្រីទេវាចង់ឲ្យសេកៃនឹងជួយបរៀនវាដែរ
មានន័យថានៅពីក្រោយក្នុងកូតូណូហាពីរអ្នកពួកម៉ាក់នេះវានាំគ្នាប្រតិថើបគ្នាអោបគ្នាដល់ពេលពីរអ្នកហ្នឹងវាអាសាដើរមួយគ្នាទៅពួកម៉ាក់សេកៃនៅក្នុងថ្នាក់ហ្នឹងវាគិតថាម៉ាកូតូមួយសេកៃហ្នឹងកំពុងតែដេតគ្នាហើយពួកម៉ាក់ប្រុសមួយរបស់ម៉ាកូតូហ្នឹងវាក្រៅលើកូតូណូហាទៀតដោយសារវាដឹងថាកូតូណូហានិងម៉ាកូតូដេតគ្នាសរុបមកមានន័យថាម៉ាកូតូហ្នឹងពេលវាដេតជាមួយកូតូណូហាពេលវាហៅគេចេញក្រៅដើរលេងមួយគ្នាពេលវាអោនថើបគេលួចប៉ះខ្លួនគេអីណាគឺអត់មានអាគេដឹងពួកម៉ាក់វាដឹងទេថាវានឹងកូតូណូហាហ្នឹងកំពុងតែដេតគ្នាអំឡុងពេលដែលវាមានសង្សារហ្នឹងគឺវានៅតែទៅនិយាយជាមួយពួកម៉ាក់វាសេកៃនឹងនិយាយរឿង practice kissing hugging ហើយថាចុះអាពេលសេកៃថាវានឹងមានន័យអីមិនទុកសង្សារចោលមកដើរនិយាយមួយពួកម៉ាក់បែបចឹងវិញដល់ពេលដើរលេងមួយពួកម៉ាក់គេចាប់ទៅគេមកអង្គុយសេតមកអង្គុយគិតថាឥឡូវសេកៃឈប់ practice ថើបឈប់ practice អោបមួយវីហើយឥឡូវគេចាប់ផ្ដើមសេត like bro you have សង្សារដែល show practice មួយសង្សារទៅពេលគេជូនកូតូណូហាទៅផ្ទះហើយគេលេងរត់មកអង្គុយសេតនៅមុខផ្ទះសេកៃវិញហើយមកទេផងឆាតផងចង់ជួបនឹកចង់និយាយគ្នាសេកៃណែវិញគួយយំធ្វើមើលខ្លួនឯងនឹងបាត់បង់ស្នេហាតាំងពីជាតិណាមកចឹងអាមដែរទាំងរាប់អានគេក្នុងនាមជាសង្សារផងហ្នឹងហើយពេលហ្នឹងម៉ាកូតូគេមកមុខដល់ផ្ទះសេកៃហ្នឹងហើយគេសារភាពថាឥឡូវគេចង់បានសេកៃវិញគេអត់ចង់បានសង្សារគេទេហើយសេកៃនេះវិញគេចេះសួរដែរថាចុះបើចង់បានសេកៃចង់មិនក៏មិនដំបងទៅរកស្រីខាងនោះធ្វើអីយកគេនោះធ្វើសង្សារធ្វើអីវានេះវាឆ្លើយអត់ចាញ់ទេដោយសារវាចង់ជើងមួយជិះទូក3ចឹងឥឡូវវាទៅសារភាពប្រាប់សេកៃវិញថាឥឡូវវាស្រឡាញ់សេកៃវាចង់បានសេកៃវិញអញ្ចឹងក៏វាសុំសេកៃធ្វើសង្សារទៅហើយពីហ្នឹងក៏នៅជាមួយគ្នាទៅមកដល់ត្រឹមហ្នឹងសេកៃនិងម៉ាកូតូហ្នឹងវាថា relationship ពីរអ្នកវាហ្នឹងគឺ official ហើយតែអត់ទាន់ public គេដោយសារម៉ាកូតូវាអត់ទាន់សុំសង្សារចាស់វាបែកហើយក្រោយពីហ្នឹងមកហ្នឹងគឺពួកម៉ាក់របស់សេកៃពួកម៉ាក់របស់ម៉ាកូតូហ្នឹងគិតថាម៉ាកូតូនិងសេកៃហ្នឹងនៅមួយគ្នាហើយ official ហើយគិតថាម៉ាកូតូហ្នឹងវាបែកគ្នាមួយសង្សារចាស់មកយកសេកៃហើយតែមែនតើទៅម៉ាកូតូហ្នឹងវាមិនបែកមួយសង្សារចាស់ទេអត់ទាន់ហ៊ានសង្សារចាស់បែកទេยังមានន័យថាសាហាវស្មន់គ្នារវាងម៉ាកូតូជាមួយនឹងសេកៃហ្នឹងគឺអត់មានណាគេដឹងក្រៅពីពួកម៉ាក់ពីរអ្នកណាងឯដែលគិតថាពីអ្នកហ្នឹង official ខាង girlfriend នេះគឺគេអត់ដឹងអីលីងBrother ម៉ាកូតូតាំងពីមានសេកៃមកទុកសង្សារខ្លួនឯងចោលលែងសូវខ្វល់ដូចមុនលែងសូវតាមដូចមុនហើយម៉ាកូតូជាមួយនឹងសេកៃហ្នឹងគឺចិត្តអោបថើបគ្នាទាំងនៅសាលាផងទាំងនៅក្រៅផងដល់ពេលមួយហ្នឹងក៏តណ្ហាតាមតន់កូតូណូហាពេលឃើញសង្សារខ្លួនឯងអោបថើបផ្សេងអញ្ចឹងក៏អត់ខឹងគេទៅជាខឹងខ្លួនឯងមិនគិតថាខ្លួនឯងប្រហែលជាសង្សារអត់ល្អបានគេទៅរកផ្សេងយ៉ាងហើយកូតូណូហាក៏ព្យាយាមធ្វើខ្លួនឲ្យខ្លះទៅជា girlfriend ដែលល្អជាងនឹងដើម្បីតាក់ចិត្តម៉ាកូតូនឹងពួកម៉ាសេកៃដែលគិតថាម៉ាកូតូបែកគ្នាជាមួយកូតូណូហាហើយគិតថាកូតូណូហានឹងចេះតែនៅតាមគេទៀតអាគេសុំបែកគ្នាហើយមានសង្សារថ្មីអីហ្នឹងហើយក៏នាំគ្នាប៊ូលូកូតូណូហាទៅ Brother ម៉ាកូតូពេលគេប៊ូលូសង្សារវិញនៅឡើងស្ងៀមគ្មានហ៊ានតមាត់អីមួយគេសោះដោយសារម៉ាកូតូខ្លួនវាហ្នឹងវាអ្នកប្រាប់ពួកម៉ាក់វាដែរប្រាប់ពួកម៉ាសេកៃដែរថាវាបែកគ្នាមួយសង្សារចាស់ហើយអត់មែនតែនទៅវាអត់តន់ហ៊ានសុំគេបែកគ្នាហងហ្នឹងណាដោយសារតែម៉ាកូតូវាប្លុកលេខកូតូណូហាចោលអញ្ចឹងកូតូណូហាឆាតឲ្យទេមកសង្សារអត់ចូលក៏មករដល់ផ្ទះទៅម៉ាកូតូវាក៏ហក់ថាបងស្រីវាមកលេងអញ្ចឹងថ្ងៃហ្នឹងវាអត់អាចទទួលភ្ញៀវបានទេទាំងមែនតែនទៅវាកំពុងនៅជាមួយសេកៃសោះពេលកូតូណូហាទៅផ្ទះវិញបាត់សេកៃខឹងក៏ទៅផ្ទះវិញដែរចំពេលហ្នឹងគឺកូតូណូហាអត់តន់ចេញទៅផតទេគ្រាន់តែនៅចាំខាងក្រោមនៅមើលសេកៃពេលត្រូវគេចាប់បានអញ្ចឹងក៏អត់បានធ្វើអីក្រៅពីឈរឲ្យគេផ្ទះកភ្លៀងទៅដោយសារមែនតែនទៅខ្លួនឯងនឹងលូកថ្លើមគេមែនស្អែកឡើងពេលសេកៃប្រាប់ម៉ាកូតូថាម្សិលមិញហ្នឹងកូតូណូហាតាមតន់ឲ្យផ្ទះគេម្ដាយម៉ាកូតូវិញវាអត់ដឹងកំហុសវាទេវាទៅបន្ទោសសេកៃហ្នឹងថាឃើញអត់ប្រាប់អត់ជឿទេអាប្រុសហ្នឹងគឺវាអត់ចេះខុសតែម្ដងទាំងវាខ្លួនឯងនេះខ្លួនមួយជិះទូក2តាក់តងស្រីម្ដង2នាក់
ឯឡើងដល់បុណ្យសាលាក៏ទៅនោះហារវល់ផងត្រូវគេប៊ូលីផងត្រូវគេញ៉ាយផងតែរកសង្សារខ្លួនឯងអត់លើកអីមិនតិចដោយសារតែមកក៏ទៅវារវល់ mess around ជាមួយសេកៃលបងមកក៏ទៅនេះវិញពេលសេកៃអត់ឲ្យប៉ះពាល់ខ្លួនប្រាណលេគេដើរចេញទៅក្រៅទៅរកស្អីផ្សេងបានមួយទៀតទៅកូនស្រីនឹងធ្លាប់ក្រាស់លើមកកូតូនឹងពេលវារៀននៅអនុវិទ្យាល័យមួយគ្នាដល់ពេលឥឡូវវាទំនឹកឃើញចង់សារភាពហើយមកកូតូក៏ព្រមមួយវាទៅមិនព្រមតែរឿងស្រឡាញ់ទេព្រមដេកមួយគ្នាទៀតពេលហ្នឹងនិយាយឡើងដល់ពេលគេនាំគ្នាចេញទៅរួមអស់កូតូណាហាមកដើររកសង្សារខ្លួនឯងអត់ឃើញប៉ុន្តែពួកម៉ាក់មកកូតូដែលធ្លាប់ក្រាស់លើកូតូណាហាហ្នឹងក៏វា take advantage វាសារភាពថាវាស្រឡាញ់កូតូណាហាហើយវាប៉ះពាល់ខ្លួនគេដោយអត់មាន consent តែម្ដងតោះហាត្រូវគេយកខ្លួនអស់ហើយឥឡូវមើលគេផ្សេងរំជាមួយសង្សារខ្លួនឯងទៀតស្អែកឡើងដោយសារពួកម៉ាបោះមកកូតូខំផងអីផងមកកូតូក៏ដាច់ចិត្តសំបីគ្នាជាមួយកូតូនោះហាសំបីមួយសង្សារភ្លាមទៅដេកមួយស្រីផ្សេងភ្លាមតែម្ដងពេលហ្នឹងសេកៃហ្នឹងក៏ចាប់ផ្ដើមដឹងថាអាពេលបុណ្យសាលាហ្នឹងគឺមកកូតូហ្នឹងលួចទៅដេកជាមួយស្រីផ្សេងហើយគេក៏ខឹងហើយពេលហត់ហោមកកូតូអត់ឃើញហ្នឹងសេកៃក៏បានទៅជួបជាមួយកូតូនោះហាដែរឥឡូវហ្នឹងmore like disassociate តែលែងដឹងអីជាការពិតលែងដឹងអីជាការស្មើស្មៃទៀតហើយកូតូនោះហាមកដល់ត្រឹមហ្នឹងគឺត្រូវសង្សារខ្លួនឯងក្បត់នៅពីក្រោយខ្នងឃើញសង្សារខ្លួនឯងថើបស្អីផ្សេងនៅនឹងមុខផងត្រូវបានពួកម៉ាក់សង្សារបៀតបៀនខ្លួនផងហើយសង្សារទៅសំបែកទៀតចឹងអត់អាចទទួលយកការពិតបានម្យ៉ាងទៀតពីដើមឡើយកូតូនោះហាជាមនុស្សបែបអត់មានមិត្តភ័ក្តិរាប់អានទេអញ្ចឹងទៅរាប់អានបានមិត្តភ័ក្តិដំបងគេសេកៃនោះហោះសេកៃនោះលូកថ្លើមទៀតតាមកន្លែងហ្នឹងខ្ញុំគិតថាដោយសារតែកូតូនោះហានឹងទទួលបានភាព shock ខ្លាំងពេកពីអីដែលកើតឡើងអញ្ចឹង brain ខួរក្បាលរបស់កូតូនោះហានឹងចាប់ផ្ដើមលុបចោល memory ណាដែលធ្វើឲ្យគេនឹងពិបាកចិត្តអញ្ចឹងកន្លែងហ្នឹងកូតូនោះហាលែងដឹងហើយថាសេកៃមួយសង្សារខ្លួនឯងនឹងក្បត់ហើយអត់ដឹងថាសង្សារខ្លួនឯងសុំបែកញោមទៅគឺខួរក្បាលហ្នឹងលុប memory អីដែលខកសម្រាប់កូតូនោះហានឹងចោលហើយកន្លែងហ្នឹងគ្នាអត់ដឹងអីក្រៅពីខ្លួនឯងជាសង្សាររបស់ម៉ាកូតូសរុបមកធំហ្នឹងកូតូនោះហានៅគិតថាខ្លួនឯងជាសង្សារម៉ាកូតូទាំងគេណោះសុំបែកបាត់ហើយស្អែកឡើងម៉ាកូតូទៅរៀននៅសាលាធម្មតាហើយសេកៃវិញដោយសារពិបាកចិត្តរឿងចាប់បានសង្សារក្បត់ខ្លាំងពេកក៏លែងទៅរៀនមកកូតូវិញពេលសេកៃលែងទៅរៀនពេលលែងនិយាយរកកូតូនោះហាក៏ចាប់ផ្ដើមដេកមួយពួកម៉ាក់របស់សេកៃនឹងទៀតកន្លែង scroll ទូរស័ព្ទហ្នឹងយើងអាចដឹងថាមែនតើស្អីដែលមកកូតូដេកជាមួយហ្នឹងមិនមែនមានតែពួកម៉ាក់សេកៃហើយកូតូនោះហាហ្នឹងឯងមែនតើគឺមានស្រីច្រើនឡើងឈ្មោះឡើងមកជួពីជួហ្មងពេលខ្លះវិញវាដេកមួយស្រីម្ដង 3-4 នាក់ក៏មានដែរឡើងពេលទៅរៀនសុកសេកៃមករៀនវិញហើយមកប្រាប់មកកូតូថាគេមានអារម្មណ៍ថាមានកូនហើយមកកូតូណាវាអ្នកដើរទៅដេកមួយគេព្រាតពេញហ្នឹងដល់ពេលមានគេម្នាក់មកប្រាប់ថាមានកូនវាធ្វើផ្អើលដូចអត់ដឹងថាអីដែលខ្លួនឯងធ្វើហ្នឹងវាមានលទ្ធផលមិនមកវិញអញ្ចឹងគេដឹងមកសាលារឿងវាមួយសេកៃមានកូនហ្នឹងអញ្ចឹងស្រីណាដែលធ្លាប់ដេកជាមួយវាទាំងអស់នាំគ្នានិយាយដើមវាពេញហ្នឹងហើយភាគច្រើនឈប់និយាយហៅវាឈប់រាប់អានវាហើយឈប់ដើរមួយវាទៀតព្រោះឃើញថាពេលដែលមានស្រីមានកូនរបស់វាអញ្ចឹងវាអត់ទទួលខុសត្រូវហើយវាស្ដីឲ្យស្រីហ្នឹងអញ្ចឹងស្រីផ្សេងគេឃើញអញ្ចឹងហើយគេគិតថាថ្ងៃណាមួយអាចធ្លាក់មកលើខ្លួនឯងដែរបានគេនាំគ្នាឈប់និយាយរកម៉ាកូតូហ្នឹងពេលវាដើររកស្រីផ្សេងដេកជាមួយអត់បានវាចាប់ផ្ដើមបន្ទោសមកពីសេកៃហ្នឹងមានកូនធ្វើអីបានធ្វើឲ្យគេលែងរាប់អានវាលែងនិយាយរកវាអញ្ចឹងមកដល់ដំណាក់កាលហ្នឹងហើយ brother នៅតែអត់ជឿលើពាក្យកម្មផលទៀតគេឈប់និយាយហៅវាឈប់រាប់អានវាឈប់ដើរជាមួយវាហើយលែងតាក់ទងមកវាហ្នឹងគឺដោយសារអីដែលវាធ្វើខ្លួនវាហ្នឹងប៉ុន្តែវាទៅបន្ទោសមនុស្សស្រីពេលហ្នឹងមកសេកៃមួយម៉ាកូតូហ្នឹងក៏ចាប់ផ្ដើមនៅផ្ទះមួយគ្នាតែពីអ្នកហ្នឹងចាប់ផ្ដើមត្រូវគិតគូររឿងចិញ្ចឹមកូនជាមួយគ្នាអីហើយអញ្ចឹងសេកៃមកនៅផ្ទះម៉ាកូតូធ្វើម្ហូបឲ្យដូចខ្លួនឯងហ្នឹងប្រពន្ធគេអញ្ចឹងងាយឡើងពេលចេញទៅទិញអាវ៉ាហ្នឹងមកកូតូវាឆ្លៀតទាញទូរស័ព្ទទៅមករកហៅស្រីផ្សេងណាត់ស្រីផ្សេងចេញដេតជាមួយគ្នាទៀតទាំងសេកៃកន្លែងហ្នឹងមានកូនវាហើយនៅផ្ទះវាកំពុងធ្វើម្ហូបចាំវាស៊ីបាយមួយគ្នាវាវិញទាញទូរស័ព្ទទៅហៅស្រីផ្សេងចេញដេកមួយគ្នាធំហ្នឹងគឺកម្មផលដែលវាបានសាងមកហ្នឹងគឺធ្លាក់មកលើខ្លួនវាហើយព្រោះអត់មានស្រីណាលើកទូរស័ព្ទវាឬក៏ទេមកវាឬក៏ចង់មានតំណែងអីជាមួយវាទៀតទេ
ដល់កន្លែងហ្នឹងវាជួបកូតូណូហាដែលសុកដាមកវានិយាយមួយវាដូចធម្មតាព្រោះថាសម្រាប់កូតូណូហាវិញគឺគ្នាឥឡូវបាត់បង់ការចងចាំហើយនៅនឹកគិតថាវាហ្នឹងជាសង្សារមកកូតូឡើយឯងពេលមកកូតូឃើញកូតូណូហាទៅឡើងដូចមនុស្សបាត់សតិមនុស្សសតិលែងគ្រប់ហើយក៏ចាប់ផ្ដើមដឹងកំហុសខ្លួនឯងហើយលុតជង្គង់សុំទោសកូតូណូហាហ្នឹងកន្លែងហ្នឹងគឺជាលើកទី1នៅក្នុងរឿងហ្នឹងដែលមកូតូទទួលស្គាល់ខ្លួនឯងថាជាមនុស្ស piece of អ៊ឹងកូតូណូហាដែលកូតូណូហាមកស្រឡាញ់ចំមនុស្សដូចវាអញ្ចឹងមកកូតូចង់កែខ្លួនធ្វើជាសង្សារល្អរបស់កូតូណូហាវិញកូតូណូហាវិញមិនលៀនភាគរយបើកដៃទទួលយកប្រុសមាយាទអញ្ចឹងមកធ្វើសង្សារវិញក្រោយមកកូតូសុំទោសឲ្យប្រាប់ថាមកកូតូគេប្រាប់ថាគេស្រឡាញ់កូតូណូហាវិញកូតូណូហាក៏ snap back មានសតិមានអីមកវិញសេកៃនៅផ្ទះធ្វើម្ហូបបាត់មកកូតូយូក៏ទេហោតែក៏ឆ្លោះគ្នាដោយសារមកកូតូទៅបាត់យូរចឹងសេកៃលេងចោតប្រកាន់ហ្មងថាលួចតែមានស្រីលួចទៅក្បត់នៅណាទៀតមែនមកកូតូវិញវាខឹងវានិយាយមកវិញថាបើកូតូណូហាវិញគ្មានហ៊ាននិយាយចឹងដាក់វាទេសេកៃគ្រាន់លឺឈ្មោះកូតូណូហាភ្លាមខឹងភ្លាមហ្មងថាថៃបាននឹកឃើញសុកទៅរំលឹកឈ្មោះកូតូណូហានឹងមកវិញទៅអីថាមកកូតូនឹងលួចជួបគ្នាមួយកូតូណូហាមែនសេកៃក៏ស្ដីឲ្យថែមថាឥឡូវនឹងមានកូនហើយមិននៅក្មេងទៀតទេទោះបីអាយុក្មេងតែឥឡូវយើងចាប់ផ្ដើមមានទំនួលខុសត្រូវហើយចេះមានទំនួលខុសត្រូវខ្លះផងស្ដីឲ្យចឹងឲ្យដាក់មកកូតូកន្លែងហ្នឹងទើបយើងអាចដឹងថាទោះបីជាមកកូតូមុនហ្នឹងវាលុតជង្គង់សុំទោសគេទទួលស្គាល់ថាវាជាប្រុសថោកទាបមែនប៉ុន្តែចរិតហ្នឹងគឺវាអត់កែតែគឺវានៅរក្សាចរិតជាប្រុសថោកទាបបន្តទៅទៀតវាស្ដីឲ្យសេកៃវិញថាមិនសុកទៅធ្វើឲ្យមានកូនអញ្ចឹងធ្វើអីឡែកអត់ទទួលស្គាល់កំហុសខ្លួនឯងទៀតកន្លែងហ្នឹងនៅស្ដីឲ្យខាងស្រីទៀតវានាំកូតូណូហាមកដេកផ្ទះវាហើយសេកៃតាមតនសេកៃនិងកូតូណូហាហ្នឹងក៏ឆ្លោះគ្នានឹងមុខវាប៉ុន្តែវាអត់ធ្វើអីទៀតអាខ្លួនឯងហ្នឹងជាអ្នកបង្កបញ្ហាខ្លួនឯងជាឫសគល់នៃបញ្ហាគេឆ្លោះគ្នាហ្នឹងពេលគេឆ្លោះគ្នាវានៅឡើងស្ងៀមឈរមើលគេថ្ងៃបន្ទាប់កូតូណូហាមួយមកកូតូហ្នឹងចង់ណែនាំសេកៃហ្នឹងឲ្យទៅពិនិត្យផ្ទៃពោះនៅពេទ្យមួយតែតាមដែលនិយាយហ្នឹងគឺដោយសារតែកូតូណូហាសង្ស័យថាសេកៃមែនទៅអត់មានកូនទេគ្រាន់តែនិយាយអញ្ចឹងចង់ចងជើងមកកូតូដល់កន្លែងហ្នឹងគឺសេកៃ finally snap ក៏ទាញកបិតមួយចាក់មកកូតូចាក់លឿរហូតដល់មកកូតូដាច់ខ្យល់ពេលសម្លាប់មកកូតូបាត់ហើយសេកៃហ្នឹងក៏រត់ចេញពីផ្ទះទៅហើយកូតូណូហាពេលមកដល់ផ្ទះមកកូតូវិញក៏ឃើញមកកូតូស្លាប់ក្នុងថ្លុកឈាមបាត់ហើយយប់ឡើងកូតូណូហាផ្ញើសារឲ្យសេកៃចេញមកជួបគ្នានិយាយគ្នាថាមានបានទៅកន្លែងពេទ្យដែលគេណែនាំឲ្យអត់សេកៃខឹងក៏និយាយប្រាប់មកវិញថាកន្លែងពេទ្យដែលវាណែនាំហ្នឹងវាមិនចង់ទៅទេកូតូណូហាថាមែនទែនទៅសេកៃនឹងគ្មានកូនទេនិយាយថាមានកូនគ្រាន់តែចង់ជើងមកកូតូទេដោយសារតែសេកៃមានកូនមិនកើតបើសង្សារមកកូតូហ្នឹងកូតូណូហាហ្នឹងអញ្ចឹងកូតូណូហាក៏បើអត់ជឿទេឲ្យទៅសួរមកកូតូទៅតែកន្លែងហ្នឹងគឺសេកៃអោនក្បាលមើលនៅក្នុងកាបូបហ្នឹងក៏ឃើញតែក្បាលមកកូតូនៅក្នុងហ្នឹងហើយកូតូណូហាក៏ចាក់សេកៃមកកបិតធ្លាយពោះហើយពេលគេដកកបិតចេញមកវិញហ្នឹងគេនិយាយតែឯងទៅថាឃើញអត់មានកូនផងហ្នឹងមានន័យថាកូតូណូហាហ្នឹងគឺវះពោះសេកៃរកមើលកូននឹងតែម្ដងចង់បញ្ចប់នៃរឿងហ្នឹងយើងឃើញកូតូណូហាដេកអោបក្បាលរបស់មកកូតូហើយពីរនាក់ហ្នឹងក៏នៅជាមួយគ្នាយ៉ាងសុខសាន្តតាំងពីពេលហ្នឹងទៅ happy ending តាមខ្ញុំគិតមកកូតូវាអាចដើររកស្រីបានច្រើនអញ្ចឹងវាអាចដើរក្បត់គេបានច្រើនអញ្ចឹងហើយវាអាចបញ្ហាដែលវាសាំងហ្នឹងគឺវាអត់ដោះស្រាយវាទុកចោលបានវាអាចធ្វើអញ្ចឹងបានគឺ simply ដោយសារតែវាប្រុសស្អាតហើយមាន charisma វាចេះនិយាយវាចេះលើកទឹកចិត្តអ្នកដទៃចេះធ្វើជាមិត្តភក្តិល្អប៉ុន្តែមែនទែនទៅគឺមនុស្សវាជាមនុស្សបែបលោភលន់ស្មោកគ្រោកហើយបែប narcissist ដែលស្រឡាញ់ខ្លួនឯងខ្លាំងដោយសារតែពេលវាមានបញ្ហាពេលវាធ្វើអីខុសហើយរងទុកអ្នកដទៃគឺវាត្រូវរហូតវានៅតែត្រូវរហូតគេអ្នកខុសរហូតអាហ្នឹងហើយគឺជា simple sign របស់មនុស្សបែប narcissistទោះបីជាពេលមកកូតូហ្នឹងចុងក្រោយវាត្រូវគេចាក់ឲ្យមើលទៅវា satisfy យើងប៉ុណ្ណាក៏ដោយបើសម្រាប់ខ្ញុំវិញគឺ ending ហ្នឹងគឺវាអាចថារៀងលឿនពេកដោយសារតែវាអត់បានទទួលកំហុសវាអត់បានរស់នៅដោយភាពឈឺចាប់មុននឹងវាត្រូវបានគេចាក់ហ្នឹងឯងគ្រាន់តែ ending មកភ្លាមគឺវាអាចរួចផុតទៅកាន់លោកខាងមុខវិញបានភ្លាមអញ្ចឹងទៅវាមើលទៅវាអត់សូវ satisfy យើងឯងមែនតើដោយសារតែវាអត់បានឈឺចាប់និងរងទុក្ខនៅអំពើដែលវាបានធ្វើហ្នឹងឯង
តាខ្ញុំគិត school day មែនតើទៅមិនមានតែ anime គេមាន graphic novel គេមានទាំង game ទៀតហើយខ្ញុំគិតថានៅក្នុងmedia ពីរហ្នឹងប្រហែលជាមាន media ណាមួយដែល Makoto ហ្នឹងគឺវារាប់អានមិត្តភ័ក្តិហើយវាធ្វើឲ្យម្ដាយរបស់មិត្តភ័ក្តិវាហ្នឹងមានផ្ទៃពោះមានកូនវាទៀតអញ្ចឹងមានន័យថានៅក្នុង media ផ្សេង Makoto ហ្នឹងគឺវាថោកទាបជាងនៅក្នុង anime ហ្នឹងទៀតថ្ងៃនេះមានតែប៉ុណ្្នឹងឯង bye